สาโตอภสาโตนปราดำนานิมันระประชาธิกาวัดโอไว้ไม่พร้อมเตียงประกาศนากรุปองในบ้านหลักการเปวเลียดเมียนำลายโจรมรองกำลังการมาที่บันจำรายประจันทวยตะเกียประอุปเชียพุทธวิสุทธเทโดยชนะให้ยังจะประกาศนาสมมรัตเนียนิมันประอังโจกันมันดาลมหาสสัทธาบาสัทธาสุเรมหาสุเรยุคมกานาพรปรางสมบัติเนียพระธิดานานิมันประเดชกุลกจาวาติกาบางรายไปบองทำกจาวาติกาวัดโตโลบางได้บางบารมีจุกันมาสามันติดมาลองเฮ้ยเหตุดุจในยุคยมสัทธาบาสัทธาสุเรมหาสุเรยุคมกานามาเทียบโปรปรางสมบูรณ์กตาอาภิมัตถุประสัทเดินไปได้บางตอนยุคโลกาเทมาเป็นจักรพรรดิไปดูรัวน้องกลบันกำลังประจันพระอุปเชียปฏิวีสุนทรเทเราเก็บทรัพย์ประวัติศาสตร์นั่งเอาการมาที่บันเป็นปฏิบัติการในประเทศน้องเอาไปทำยุทธการมาประกอบมาเพียงทรงทรัพย์ประดาวเพียงบัตรเดียวทั้งหลายในมันจะยึดโอกาสที่เราดูเราโอกาสนี้โดยสัตโตอัปาสัตโตยกยมยกรักกรรมการสองสวากรมดำราดำนาดิมันระบาคณะมนตรีสังกัดบ้านในบ้านหลักการเปวเลียเมียนำลายเจอโรงน้องกำลังลงบังพิบันกำลังประจันตวันเกมเราอุปเชียพุทธวิสุทธเทรัชนาเยกยมประกาศนาสมรัตเนียนิมันตรอังโยกันมันดาวหาสาลไปตัวนอภัยสันตระประสมตัวเยกยมประกาศนาสมสวากรมาสิทธิกรบยมประกาศนาสมสวากรมนปราดยุคนาริมันก็ประกาศแต่บันทึกเจนตัสไรในบ้านนักการเปลเลียระเบียนทำลายโจรมนกกำลงกำพิบันพร้อมโดยการนิมันโจรมระบอบผลคณะมันได้สังเกตประกอบตะวิงในทางยืนโดยชนะให้ยมประกาศสัตโตยกยมคณะกรรมการสมสวากรมนปราดนาริมันระบอบพระองค์เชียได้เสมาพนสังเกตทำไมในบ้านหลักการเปลเลียโจรมนกกำพิบันกำลังประจันถวายประเด็นพระองค์เชียพุทธวิสุทธเทให้อาสัตโตอาสัตโตนักการเมืองวันยุโยพุทธบริษัททั้งหลายในจักรเทศแต่บ้านโจรมนกรรมปฏิบัติกำลังประจันถวายประเคนพระองค์เชียในได้เสมาปฏิกลาในประจันในพงเดินรัชนาให้สมเจงยิโยมโดยสิ่งใดก็รบสัทธาบาสัทธาสุสเดมหาสุสเดยมยมการนาตมาเพียพระพระองค์ทรงสวาคมอนุโลมเพียมุตพุทธประสัทเยอะทั้งหลายในบ้านจอเยียเชียปีก่อนให้ฟังในพระพุทธ
ជាទាំង5វត្តនេះតែតែមានការទទួលនៅក្រុមវត្តរបស់ព្រះពិសេសសូមថ្វាយបង្គំដល់អរិយគុណសមាគមព្រះសង្ឃតាមពី10ឆ្នាំគឺតាមពីឆ្នាំខែដល់ជាមកឆ្នាំស្រុកដោយគេរវៈផកដីភាពជាទីបំផុតហើយបន្តមកទៀតក៏សូមក្រាបផ្ញើនៅការគោរពចំពោះលោកតាគណៈចារ្យគណៈអារាមាភិបាលទាំង5វត្តនិងវត្តទីទៀតដែលបានថ្មប្រកាសឡើងដើម្បីតំណាងឲ្យលោកតាគណៈកម្មការវត្តទាំង5
សូមមានចំណាប់អារម្មណ៍វាខាងដើមត្រង់ថាមនុស្សសាស្ត្របច្ចាឬក៏ការបូជារបស់លោករបស់ព្រះអង្គពិតគួរសមចំពោះគណៈកម្មការប្រជាពុទ្ធបរិស័ទទូទាំងវត្តប្រាំត្រូវតែរលឹកត្រូវតែនឹកឃើញចំពោះគុណឧបការៈទាំងឡាយនោះហើយធ្វើដល់បដិការៈមិនហៅដែរក៏ប្រគេនចំពោះព្រះវិញនេះគេមានចាំបាច់ដែលជាគ្រឿងសាដោយវិសេសវិសាលសម្រាប់សាធុសបរោះណាការពុទ្ធសាសនាត្រូវមានគុណរឿងគុណហើយធ្វើគុណតបប្រវិញនេះជាចំណាប់អារម្មណ៍ទីមួយរបស់ជាការរំលឹកចំបានេះមួយផ្នែកខាងចំណាប់អារម្មណ៍ចំណែកចាត់ប្រសងចាត់ប្រហោះបាននិមន្តឲ្យគេមកជួយតបតែងរៀបចំអន្តរវិទ្យាពី3ថ្ងៃដែលហើយជាកត្តាមួយដែលបង្ហាញសម្ដែងឡើងនៅភាពសាមគ្គីពុទ្ធប្រវត្តិដូច្នេះខ្ញុំបានជាករណីខ្ញុំបានប្រជុំចានច្រើននៅគុណឧបការៈឬក៏ភាពសាមគ្គីទាំងឡាយនៅកណ្ដាលខាងសម្ដានមានពេលណាមកពេលបានឡើយហើយផ្នែកកថាដំណើរឲ្យគណៈកម្មការអារាមាភិបាលរបស់ករណីខ្ញុំបានក៏សូមសង្ខេបដោយផ្នែកឯបណ្ណាសេចក្តីបានបញ្ជាសូមអធិប្បាយសូមសមាជិកសូមថ្លែងអំណរគុណចំពោះលោកគ្រូដែលបានធ្វើនៅកថាចំណាប់អារម្មណ៍តំណាងគណៈកម្មការពុទ្ធបរិស័ទវត្តចេតិយកម្ពុជាវត្តនានានៅក្នុងចំណោមអបហើយដើម្បីបានយល់ច្បាស់បានសូមគោរពនិមន្តដែលប្រគុណតែញឹកដើម្បីព្រះអង្គថ្លែងនៅថេរប្រវត្តិសង្ខេបរបស់ព្រះវិជាសូមគោរពនិមន្តប្រតិប្រគុណដោយស្នេហ៍គោរពខ្ញុំប្រកាសសូមដំណើរកាយនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពថ្វាយបង្គំគោរពលំដាប់នៅកតិវិញ្ញាណនៃពុទ្ធជនទាំងឡាយមានអតីតប្រវត្តិគ្រប់កាលសម័យទាំងអស់ក្នុងនោះមានកតិវិញ្ញាណនៃប្រវត្តិសវនសថាគឺកែវកតិវិញ្ញាណនៃប្រវត្តិគេស្មារតីគឺណាដែលព្រះអង្គប្រកាសទៅអតីតកាលកន្លងទៅដោយសេចក្តីគោរពពោសូមលំអរកាយនមស្ការថ្វាយបង្គំចំពោះព្រះវិជាសង្ឃបរិយាទៅគៀអរអង្គប្រសាស្លាកនខេត្តព្រះវិជាប្រតិបណ្ឌិតប្រធានអាចារ្យតែអង្គប្រវិករខេត្តត្រវីងព្រះវិជាប្រតិបណ្ឌិតប្រចាំអសាវីប្រធានសមាគមប្រសង្ឃសមាគមស្នេហ៍ជាតិខេត្តនិងជាប្រវិករប្រចាំការខេត្តត្រវីងរបស់យើងមួយលើដោយព្រះវិជាព្រះអង្គគឺមកមានព្រះវិជាអកធម្មោគឺមកអនុប្រធានសមាគមខេត្តនិងជាបរិករប្រធានសមាគមប្រសង្ឃសមាគមស្នេហ៍ជាតិស្រុកកោដោយសេចក្តីគោរពភាពដល់ពពកនមស្ការថ្វាយបង្គំចំពោះព្រះវិជាទេវគុណព្រះសង្ឃគ្រប់អង្គគ្រប់វត្តដែលបាននិមន្តមកចូលរួមជាកិត្តិយសក្នុងគណៈការនេះសូមលំអរកាយនមស្ការថ្វាយបង្គំចំពោះព្រះវិជាព្រះពុទ្ធិវិសុទ្ធទេគឺផងដែលជាព្រះវិជារបស់យើងខ្ញុំប្រកាសដែលជាអន្តរវិសុទ្ធខាងក្រៅមករួមជាមួយនឹងគណៈកម្មការប្រសពព្រះបរិស័ទដើម្បីបានជាច្បាស់ថែមទៀតដំណើរប្រវត្តិសង្ខេបរបស់ប្រជាខ្ញុំប្រកាសក៏សូមយកឱកាសដើម្បីថ្លែងនៅធារប្រវត្តិជាសង្ខេបបានរៀបរាប់ឲ្យវែងឆ្ងាយដើម្បីថ្លែងប្រគេនចំពោះប្រជាគ្រប់អង្គបានជ្រាបអំពីដំណើរធារប្រវត្តិរបស់ព្រះអង្គព្រះវិជាគឺផងប្រសូតនៅថ្ងៃសុក្រ12កើតខែបោះឆ្នាំវកអត្តស័កពុទ្ធសករាជ2599គឺសករាជ1955ជាកូនទី1របស់លោកតានាងជេននិងលោកយាយនាងហាយមានលំនៅឋានភូមិដូនត្រឹមឃុំតាំងសើយស្រុកតកោខេត្តត្រវីងបងប្អូនរួមអូតពីរូបគឺទី1ព្រះវិជាគឺផងឯង
ចិត្តក្នុងព្រះពុទ្ធសាសនានិងមានអត្តកតិចំពោះអក្សរសាស្ត្ររបស់ខ្លួនគុបសង្ឃផងក៏បានសម្រេចហរតីនាឪពុកម្ដាយញាតិថៅចូលសូមបព្វជិក្នុងសំណាក់ព្រះវិជាសវណ្ណសទ្ធាជុំកែវនាបតសីមាវត្តពោធិយានាមនីប្រជេតីនៅថ្ងៃសៅរ៍14 កើតខែចេតឆ្នាំខាលចស័កពុទ្ធសករាជ2518ត្រូវនៅថ្ងៃទី4 មិថុនាគ្រិស្តសករាជ1974ក្រោយពេលបានបព្វជិរួចសាមណេរគុណថនប្រឹងប្រែងសិក្សាអក្សរសាស្ត្របណ្ដាលតន្ត្រីធម៌សូត្របណ្ដាលលោកបានសិក្សាអក្សរចេះសរសេរចេះអានសំដំបងនិងចេះចាំធម៌សូត្រជាអនេកអនៈហើយក៏ចូលទូលព្រះវិជាសូមលាជ័យក៏សិទ្ធិឧបសម្បទាជាភិក្ខុភិវៈក្នុងនិស័យព្រះវិជាកេសរបញ្ញោចំណាយដោយទទួលនាមបញ្ញាថាពុទ្ធិវិសុទ្ធថេនៅថ្ងៃច័ន្ទ10 កើតខែចេតឆ្នាំរោងអត្តស័កពុទ្ធសករាជ2520ត្រូវនៅថ្ងៃទី7 មិថុនាគ្រិស្តសករាជ1976ពុទ្ធសករាជ2521គ្រិស្តសករាជ1977សិក្សាថ្នាក់បាលីទី2វត្តកេណានិក្រមចំព្រៃពុទ្ធសករាជ2522គ្រិស្តសករាជ1978 79សិក្សាបាលីទី3និងបាលីរងទី4វត្តបន្ទាយប្រជុំពលបន្ទាយក្រពុទ្ធសករាជ2524គ្រិស្តសករាជ1980សិក្សាសាលាវិទ្យាគរុកសងថ្នាក់ទី1វត្តសទ្ធារាមកំពង់ស្លាពុទ្ធសករាជ2525គ្រិស្តសករាជ1981សិក្សាវិទ្យាគរុកសងថ្នាក់ទី2វត្តចង្វាក់មាសខឿនពុទ្ធសករាជ2526គ្រិស្តសករាជ1982សិក្សាថ្នាក់គរុកសលទី3នៃវត្តមាសកវរាមកទឹងអតីតកាលកន្លងទៅ7ប្រវត្តិសាស្ត្រគឺថេរវេលាដែលភិក្ខុពុទ្ធិវិសុទ្ធថេរស្វត់ស្វ័យតស៊ូព្យាយាមអំណត់គ្រប់ការខ្វះខាតកាន់ពីវត្ថុសម្ភារៈនិងឧបសគ្គគ្រប់យ៉ាងដោយកម្លាំងកាយបញ្ញាស្មារតីដែលព្រះអង្គនៅរក្សាបានមានគោលទំហំបឹងមងាករេធៀបដោយដុំសិលាបានមុនកក្រែក្រុមជួរពឹកញាប់ញ័រដោយកម្លាំងខ្យល់របស់បកឡើយដោយពេលសិក្សាបរិយ័តផ្នែកកន្ធរៈបានកំណត់ចប់ដោយសពគ្រប់ប្រតិភពពុទ្ធិវិសុទ្ធថេរបាននិមន្តមកកាន់ប្រវត្តិសាស្ត្រនៅវត្តកំណើតវិញព្រះអង្គខិតខំជួយបំពេញកតបកិច្ចក្នុងអារាមដ្ឋានដោយបច្ចិតបច្ចំវឹងមាននិងឧស្សាហ៍ជាទីបំផុតក្នុងតាមការពិនិត្យវិจัยរបស់ព្រះវិជាកេសរបញ្ញោព្រមទៅលើគុណសម្បត្តិចរិយាសម្បត្តិនិងវិជាសម្បត្តិព្រមដោយវាសាចក្លាល្អប្រពៃសំគួរដល់ទូនាទីជាមគ្គទេនៅក្នុងឆ្នាំពុទ្ធសករាជ2527គ្រិស្តសករាជ1983ព្រះឧបជាកេសរបញ្ញោក៏បានប្រតិស្ថានភិក្ខុពុទ្ធិវិសុទ្ធថេរឋានៈជាប្រជាអធិការស្ដីទីគឺព្រះមហោសថនេះឯងដោយទទួលពីសិក្សានៅវត្តស្លែងមានជ័យស្លែងចាស់លើកទី3សិក្សាក្នុងវត្តពុទ្ធិមនីប្រជេតីលើកទី4សិក្សានៅវត្តនិក្រូធិរាមជ្រៃប្រាសាទឆ្នាំចពុទ្ធសករាជ2538គ្រិស្តសករាជ1994ការធ្វើវិបស្សនាកម្មដ្ឋានព្រះអង្គក៏បានយល់ដល់ចម្រៅនៃព្រះធម៌រួចបានទទួលប្រតិស្ថានជាព្រះវិបស្សនាចារងនៅឆ្នាំ1990ក្នុងឋានៈជាព្រះពហោសថព្រះអង្គបានបំផុសចលនាប្រសង់ពុទ្ធបរិស័ទបើកវគ្គសិក្សាកន្ធតរៈជាបរិយ័តគឺធម៌វិន័យនិងភាសាបាលីផ្ដើមពីឆ្នាំខាលអត្តស័កពុទ្ធសករាជ2530គ្រិស្តសករាជ1982រហូតមកដល់បច្ចុប្បន្នភាពនេះចំណែកផ្នែកវិបស្សនាតរៈវិញព្រះអង្គបើកវគ្គសិក្សាប្រគេនជូនដល់បរិស័ទដើម្បីបំភ្លឺបញ្ញាផ្ដើមពីឆ្នាំអសិញឯកស័កពុទ្ធសករាជ2533គ្រិស្តសករាជ1990គណៈព្រះអាទិត្យកាន់តែជ្រាលជ្រៅទៅព្រះវិជាកេសរបញ្ញោព្រះអង្គក៏ទទួលអនិច្ចធម៌នៅរាត្រីថ្ងៃអាទិត្យ10 កើតខែកដិកឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនៅថ្ងៃទី6 វិច្ឆិកាគ្រិស្តសករាជ2011ខាងក្រោយមក
ប្រសង់គណៈកម្មការពុទ្ធបរិស័ទចំពោះព្រះវិជាទាំង5វត្តក៏បានឯកភាពជាប្រចាំតសារីព្រះប្រធានសមាគមព្រះមេកនរងប្រចាំការជាប្រធានសមាគមប្រសង់ព្រះមេកនរងប្រចាំការអនុប្រធានអចិន្ត្រៃយ៍សមាគមប្រសង់សាមគ្គីស្នេហាជាតិខេត្តត្រវីងនិងព្រះវិជាអគ្គធម្មោគង់មកតងជាព្រះអនុគុណស្រុកប្រធានសមាគមប្រសង់សាមគ្គីស្នេហាជាតិស្រុកតកោបានពិនិត្យលើនិស្ស័យភិក្ខុភាវៈនិងសម្បទាព្រមដោយសម្បត្តិ3ចរិយាសម្បត្តិគុណសម្បត្តិនិងវិជាសម្បត្តិគ្រប់គ្រាន់ពេញលេញបរិបូរណ៍ទើបបានសហការជាមួយនឹងប្រសង់គណៈកម្មការពុទ្ធបរិស័ទចំណុះប្រវិជាទាំង5វត្តគឺវត្តពោធិមនីប្រជេតដីវត្តស្លេងមានជ័យស្លេងចាស់វត្តកោះកែវមនីសម្បានស្លេងថ្មីវត្តពោធិគិរីវង្សសារាមស្វាយសៀមថ្មីវត្តបតុមស្រីកោះកែវកោះត្រឡប់រៀបចំពិធីប្រតិស្ថានប្រសិទ្ធនាមប្រហោសោតព្រះពុទ្ធិវិសុទ្ធថេរគំផនឲ្យឡើងជានេតិប្រជាអធិការផងនិងនេតិជាប្រវជានៅថ្ងៃពុទ្ធ11កើតខែផលគុណឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវនឹងថ្ងៃទី22កុម្ភៈគ្រិស្តសករាជ2012ក្រោយពេលបានទទួលតំណែងជាប្រជាអធិការនិងជាប្រវជាព្រះពុទ្ធិវិសុទ្ធថេរគំផនប្រងកាន់កិច្ចការផ្ទៃក្នុងសង្គមសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តព្រះអង្គបតលព្រមទាំងបំពេញឧបការកិច្ចដល់ភិក្ខុសង្ឃនិងពុទ្ធបរិស័ទទាំង5វត្តកិច្ចការមានតម្ងន់ជាអនេកមកមានញឹកក៏ដូចឆ្នាំដែរតែព្រះអង្គមិនបានត្អូញត្អែរុញរាឡើយភពនឹងសមណៈបួសថ្មីនិងអស់ព្រមតាមក្រឹតក្រមធម្មវិន័យព្រះពុទ្ធសាសនាប្រទាននិច្ចសិលអមសតសិលដល់ប្រជាពុទ្ធបរិស័ទរៀងរាល់ថ្ងៃសិលតែងទទួលសម្ដែងធម្មទេសនាតាមរូបពលនានាបង្ហាញអំពីហេតុផលត្រង់និងពង្រៀនទៅតាមកម្មវិបាកក្នុងតថភាពសង្គមបច្ចុប្បន្នជាកតញ្ញូកតវិធីតបុគ្គលដឹងគុណចំពោះញោមប្រុសញោមស្រីប្រតិរៈនិងគ្រូឧបជាព្រះអង្គតែងប្រារព្ធពិធីតេករានុបទានបដិការៈជារៀងរាល់ឆ្នាំដល់ណាមានឧបការៈគុណចំពោះព្រះអង្គប្រពីប្រកបដោយមេត្តាថោដល់ទីយកទីយកាអវាសកអវាសិកាបរិស័ទដែលនៅងងឹតងងល់ក្នុងផ្លូវថោតែងធ្វើវិបស្សនាកម្មដ្ឋានតាមតម្រូវការប្របីសពប្រតិក្រុមគ្រូដែលលើវិស័យសិក្សាទាំងពីរផ្នែកគឺគន្ធតរៈនិងវិបស្សនាតរៈមិនរើសអើងចំពោះប្រសងជាអកតកៈឬយុវជនយុវនារីកុមារាកុមារីដែលបានមកសូមត្រាស់កនដើម្បីសិក្សារៀនសូត្រតែក្រោយពីនោះព្រះអង្គតែងតែមានការយកចិត្តទុកដាក់ចំណាប់អារម្មណ៍ក្នុងការងារសង្គមជាតិមាតុភូមិព្រះពុទ្ធសាសនាជាពិសេសក្នុងវត្តពោធិចលាមនីប្រជិតដីកសាងនូវសមិទ្ធផលផ្សេងៗមានការជួសជុលប្រវិហារក្នុងទ្វារសាលារៀនពីរជាន់ព្រមទាំងសមិទ្ធផលផ្សេងៗជាបន្តដោយមានឧបការៈគុណយ៉ាងច្រើនចំពោះវត្តក៏ដូចជាប្រសង់គណៈកម្មការពុទ្ធបរិស័ទចំណុះវត្តទាំង5គឺយើងក្នុងឆ្នាំ2020កន្លងហើយប្រសង់គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំង5ក៏បានឯកភាពគ្រប់អនុញ្ញាតអំពីប្រវត្តិប្រពៃពិធីចម្រើនប្រចាំថ្វាយប្រគេនចំពោះប្រវត្តិជាលើកទី1រហូតឆ្លាក់មកដល់ឆ្នាំ2025ពុទ្ធសករាជ2568នេះកំណត់យកថ្ងៃ12កើតខែផលគុណឆ្នាំរោងខសពុទ្ធសករាជ2568នេះគ្រប់អនុញ្ញាតអំពីប្រវត្តិសាស្ត្រជាថ្មីម្ដងទៀតដើម្បីមានឱកាសប្រពៃពិធីចម្រើនប្រចាំថ្វាយប្រគេនចំពោះប្រវត្តិដែលព្រះអង្គមានប្រជុំវស្សាគម្រប់75វស្សានៅក្នុងឆ្នាំនេះឯងហើយจึงឲ្យក៏បានការគ្រប់វត្តនានិមន្តប្រវត្តិជាថ្នាក់ដឹកនាំគណៈមន្ត្រីសង្ឃខេត្តដូចជាស្រុកប្រវត្តិនៃប្រគុណម្ចាស់តកាមួយចំនួនវត្តក្នុងស្រុករបស់ផងយើងបានគ្រប់អរដ្ឋនៃនិមន្តចូលរួមនៅក្នុងឱកាសនេះហើយជាខ្ញុំឱកាសណាចំនួនមុខប្រសងគណៈកម្មការពុទ្ធបរិស័ទទាំង5វត្តសម្ដែងដូចជាប្រវត្តិជីវប្រវត្តិដូចជាភារៈប្រវត្តិសង្ខេបផ្លាប់ប្រគិនចំពោះប្រវត្តិញាតិញោមយាយតាមពុទ្ធបរិស័ទនៅក្នុងឱកាសនេះដោយសេចក្តីសង្ខេបប៉ុណ្ណេះពីគួរធ្វើការអនុគ្រោះទៅសូមអរប្រគុណនិងអរគុណឡារកតកថងនៃឱកាសពេលនេះក្រុមអធិបតីភាពនៃ5ត្រីសង្ឃគ្រប់ឋានានុក្រមខ្ញុំប្រកាសណាសូមអនុញ្ញាតគោរពបរតនានិមន្តព្រះវិជាកតេបណ្ឌិតចន្ទសេរីថៃសុខសានប្រធានសមាគមសង្ឃសាមគ្គីស្នេហ៍ជាតិខេត្តនិងជាប្របីកណ្ដរប្រចាំការសាលាខណ្ឌខេត្តដើម្បីព្រះអង្គថ្លែងប្រសង្ឃថាសូមគោរពនិមន្តព្រះវិជាដោយសេចក្តីគោរពម្ចាស់អធិការនាយកវត្ត
តិមុនីចិត្តដីនិយើងដែលបានធ្វើការមរណៈទៅកាន់បរិលោកនេះឲ្យនោះសូមក្រាបថ្វាយបង្គំព្រះដេចគុណព្រះឧបជាឧត្តមប្រសាស្លាគុណពុទ្ធសាសនាមហានិកាយខេត្តជាទីគោរពដ៏ខ្ពង់ខ្ពស់សូមថ្វាយបង្គំចំពោះព្រះដេចគុណព្រះឧបជាកិត្តិបណ្ឌិតព្រះអង្គជាព្រះឧបជានៃពុទ្ធសាសនាមហានិកាយខេត្តជាទីគោរពដ៏ខ្ពស់និងសូមគោរពនមស្ការថ្វាយបង្គំព្រះដេចគុណមន្ត្រីខេត្តមន្ត្រីសង្ឃសុខនិងប្រជាវធិការអាចារ្យគ្រប់ឋានានុក្រមក្នុងក្រុមអុកទាំង5វត្តជាទីសក្ការៈខ្ញុំបករណាសូមតំណាងជំនួបបព្វព្រះដេចគុណឧត្តមប្រសាព្រះដេចគុណព្រះមេគុណខេត្តនិងព្រះដេចគុណក្រុមមានថ្នាក់មន្ត្រីសង្ឃខេត្តស្រុកដែលបានទទួលការអារាធនាចូលរួមពិធីដំហោឡារិកអត្តកធមជាមង្គលដ៏ល្អជាយាមដ៏ល្អជាពេលនាថ្ងៃអាទិត្យនេះនៅពេលព្រឹកដែលមានអរុណរៈដ៏ត្រចះត្រចង់ធ្វើជាសក្តិសិទ្ធិមួយចំពោះសកលដែលមានកតញ្ញូតាធម៌ចំពោះគុណបការៈរបស់ព្រះឧបជាពិធីសុពិធីគំផងតាមរបាយការណ៍និងសេចក្តីចាប់អារម្មណ៍របស់តំណាងសិស្សទាំង5វត្តនិងនៃអង្គពិធីនៃសកលក្នុងក្រុមអុករបស់ព្រះឧបជាបានប្រារព្ធឡើងនៅអង្គពិធីមង្គលនេះថ្វាយប្រគេនទីខៀយុមង្គលដល់ព្រះឧបជារបស់គុណហើយបានស្ដាប់នៅប្រវត្តិរាយអំពីដំណើរនៃជីវិតរបស់ព្រះឧបជាពុទ្ធាវិសិទ្ធិផងយើងក៏បានជ្រាបជីវិតរបស់សត្វលោកមានការវិវត្តដោយយកចិត្តទុកដាក់ក្នុងដំណើរការនៃជីវិតនោះគឺមានកតញ្ញូខន្តីសច្ចៈហើយមានកតញ្ញូតាធម៌លោកដល់គុណគ្រូត្រង់នោះឯងហើយភាពជោគជ័យថ្ងៃនេះភាពជោគជ័យថ្ងៃនេះក៏អាស្រ័យការសម្រេចខាងដើមនោះទើបគង់វង្សថិតថេរអាយុចូលដល់70នេះនៅតាមគុណតាំងពីចូលមកបួសសំដីរត់ដល់ពីខាងមានខិតខំដល់នឹងប្រយោជន៍ដល់ខ្លួនការសិក្សាគន្ធវិរៈវិបស្សនាវិរៈរូបលោកប្រធមដែលមានប្រយោជន៍ក្នុងនេះដល់ខ្លួនដល់ខ្លួនដែលនឹងទៅជាថាសត្វតសុទ្ធដែលប្រយោជន៍ដល់គុណមានហើយต้องនឹងប្រយោជន៍ទាំងហើយយកប្រយោជន៍ទាំងនោះទូលមានគ្រានកដាលទេវិទ្យានៃការអភិវឌ្ឍវត្តអារាមយើងអមរៈសិទ្ធិនោះដល់ប្រយោជន៍ដល់អត្តទេហើយលោកមានហើយដល់ប្រយោជន៍របស់យើងហើយជាមហាកុសលថាមហាកម្មកម្មណាទីតាមានព្រមមានធម៌ថាចូលដល់ជាប្រាជ្ញាអត់លើនឹងលុបគួរដល់ជាដល់សង្គមថ្ងៃនេះសម្ដែងនេះសម្ដែងនៅការដាក់តិចសិនមកអង្គមានការដាក់តិច
sẽ chìm thêm chìm vào bạn bỏ thói bỏ chìm vào tâm hút chặt rõ chặt rõ việc nên ai để tìm được biết bắt đầu phải thôi sẵn conប្រងនាទីជាអាដាមប្រស្មាតពំមានជាទៀនអំពីជាសង្ឃបឡោថៃកវៀងដែលជាអាដាមប្រឹក្សាសមាគមសាលាខណ្ឌខេត្តហើយព្រះអង្គបាននិមន្តមកផងហើយជាកតញ្ញូហើយព្រះអង្គក៏បានមានជាអំណោយទានក្នុងនោះក៏មានអំណោយទានរបស់ព្រះប្រគុណគ្រប់វត្តដែលខ្ញុំកណាតំណាងសកលបានគ្រប់អរតនេបានមកចូលរួមនៅក្នុងឱកាសនេះហើយសូមជួយលើកកម្រងឱកាសនេះណាឈប់ហើយគុណបែរមកខាងនេះវិញដល់រូថៃមកខាងនេះមកវិញមកហើយគុណឧបជាសូមនិមន្តបែរមកផាក់ខាងត្បូងបាទដើម្បីគុណចៅសកលបតលមានជាទេទានយកនោះគេណាដំណើររួមឲ្យយើង
ចំណែកសិស្សគុណប្រសង់ទាំង5វត្តបានប្រមូលបច្ច័យរៀបចំពិធីចម្រើនបច្ចុប្បន្នចំពោះព្រះវិជាគឺមានចំនួនសរុបរឿងទាំងអស់បច្ច័យដែលប្រសង់គ្រប់វត្តប្រមូលគឺមានចំនួន150លានក្នុងនោះដកចំនួន50លានប្រគិនទៅប្រគិនឯកជនចំពោះព្រះវិជានៅសល់ប៉ុណ្ណោះគឺយើងខ្ញុំកាលណារៀបចំចាត់ចែងក្នុងបច្ច័យរួមណាសូមប្រគូស្លេងថ្មីប្រគិនហើយខាងប្រសង់ចប់ហើយចម្រើនបច្ចុប្បន្នថ្វាយប្រគិនហើយគណៈកម្មការរៀបសពរៀបសពក្នុងខាងកើតសម្រាប់និមន្តព្រះវិជាទទួលផតនៅខាងមហាសាលតែម្ដងហើយគណៈកម្មការដែលមានភារនីតិរៀបចង្ហាន់បដិបត្តិអរគុណចំពោះព្រះអង្គគ្រូវត្តពោធិព្រឹកតោសូមរៀបមកខាងក្រៅនោះចំនួន10សពកដើម្បីនិមន្តព្រះប្រគុណព្រះវិជាព្រះប្រគុណចៅតកាគ្រប់វត្តក្រៅពីសិស្សកុនយើងនិមន្តព្រះអង្គទទួលផតនៅខាងមុខអញ្ចឹងដើម្បីកុំឲ្យពេលយឺតយ៉ាវខ្ញុំប្រកាសណាសូមអនុញ្ញាតគោរពរដ្ឋនិមន្តព្រះវិជាព្រះប្រគុណគ្រប់អង្គដើម្បីប្រពៃពិធីចម្រើនបច្ច័យថ្វាយប្រគិនចំពោះព្រះវិជាโอเมสนันตุธรรมะสวรรกาโลตาธรรมะสวรรกาโลอายันตตันตาธรรมะสวรรกาโลอายันตตันนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมานะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธังสรณังคัจฉามิธัมมังสรณังคัจฉามิสังฆังสรณังคัจฉามิทุติยัมปิพุทธังสรณังคัจฉามิทุติยัมปิธัมมังสรณังคัจฉามิทุติยัมปิสังฆังคัจฉามิตติยัมปิพุทธังสรณังคัจฉามิตติยัมปิธัมมังสรณังคัจฉามิตติยัมปิสังฆังสรณังคัจฉามิสัมพุทธะอัฏฐวิสังฆปิยตสัญญาสสะเกอาสานักเมเมสรสาหังเตสาวัมมัญญสังฆัญญาอัฏฐเรนนาเมเมหันนามการาโนปิยเวนันตวาสาเปอเนกาอันตรายาเปนาสันตาเสสตาสัมโพธิปัญจปัญญาสัญญตโตเวสัตสหัสเกตัสสะสะสหัสสะมินามิเสสะหันเตสังฆัมมัญญสังฆัญญาอัตตเรนนาเมเมหังนามการาโนปิยเวนันภาสะเปโอปัตตเวอเนกาอันตรายาสันดาเสสัตตปสัมโพธินาพุทธัสสะเวอาทะเจตะไลสัสสะหัสเกเวสัตตะสัตตะสหัสสะเนเมสัสสะ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
กะโลกะเรียนอังสาสากาทุกขาโลกะเรียนเรียนให้ตรงและตรงให้เปรียบไว้ใครสกาสันตระตาเรียสใครสกทั้งหลายใครสัตรานังอุปตรุทั้งหลายใครเนกาอันตรายาHãy subscribe cho kênh Ghiền Mìពិធីចម្រើនបញ្ចុតផលប្រគេនចំពោះព្រះវិជារបស់ផងយើងក៏បានបញ្ចប់សពគ្រប់ហើយដោយផលអានិសង្ឃកុសលធម៌ទេជារភាពនៃព្រះវិជានៃព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គដោយអានិសង្ឃប្រាថ្នា